ដល់ពេលត្រូវបោះបង់ហើយគេសិនខ្លាចជា Thuli Day Yovis ដែលជាអ្នកប្រមូលប្រលឹងនឹង Seabox ដែលគួរឲ្យខ្លាចខ្ញុំគ្រាន់តែនៅស្ងៀមកុំនិយាយអ្វីទាំងប៉ាការសម្លាប់ចុងក្រោយនៅថ្ងៃនេះគាត់នឹងសម្លាប់ខ្ញុំនៅថ្ងៃស្អែកប៉ុន្តែដល់ពេលហើយអ្នកនឹងខ្លាចជាអ្នកយំអ្នកបានសន្យាពេលដែលខ្ញុំកម្ចាត់គ្រួសារធំទាំង8ឧក្រិដ្ឋជននៃសាធារណរដ្ឋចិនអ្នកនឹងអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅស្រុកដងយូវិញឥឡូវអ្នកអាយុប៉ុន្មានហើយខ្ញុំនឹងចាក់ចេញកាលីហ្វ័រញ៉ាតើខ្ញុំនឹងគូសផែនទីកម្ពុជានោះដោយរបៀបណានោះជាអ្វីដែលខ្ញុំត្រូវគាត់មានភាពក្លាហានចង់ស្លាប់មែនទេអស្ចារ្យណាស់បុរសម្នាក់នោះកំប្លែងណាស់បាទអ្នកចំណូលថ្មីមិនចម្លែកទេមនុស្សល្ងងមិនចេះខ្លាចទេនេះជាកន្លែងរបស់ខ្ញុំសុំទោសខ្ញុំស្មានតែវាទំនេរមិនអីទេខ្ញុំជាមនុស្សងាយទេបើអញពិតជាសុំទោសមែនធ្វើអ្វីដែលជាក់ស្ដែងមកណែឲ្យខ្ញុំខ្ចីលុយខ្លះមកមួយរយៈនេះចំណាយច្រើនណាស់ហើយលុយសំណូកទាំងនោះក៏មិនបានប៉ុន្មានដែរជួយខ្ញុំផងល្មមហើយកុំប្រញាប់ធ្វើជាវីរបុរសពេកតាមពិតខ្ញុំចង់ពឹងរឿងមួយខ្ញុំគ្រាន់តែចង់ផ្ដោតលើការសិក្សារបស់ខ្ញុំកុំមករំខានខ្ញុំបានទេប្រកាសណាស់ឲ្យខ្ញុំ500ក្នុងមួយសប្តាហ៍ខ្ញុំនឹងធានាគ្មានអ្នកណាហ៊ានរំខានអញទេកុំចេះដឹងរឿងគេជំនួយការយារឿងនេះមិនទាន់ចប់ទេកុំញ៉ាំអីនំតាត់អស់ដឺឡេហើយអរគុណខ្ញុំឈ្មោះវូដេយើងរៀនថ្នាក់ជាមួយគ្នាឯងជាអ្នកថ្មីឯងឥឡូវនេះអ្នកទាំងអស់គ្នាលីសាគឺជាបុរសដែលស្វិតស្វាញបំផុតនៅក្នុងថ្នាក់របស់យើងគាត់វាអ្នកណាដែលគាត់មិនចូលចិត្តហើយអ្វីដែលត្រឡប់ទៅកន្លែងអង្គុយរបស់អ្នកវិញទៅអង្គុយនៅកន្លែងរបស់អ្នកឥឡូវនេះខ្ញុំទ្រាំលេងបានហើយសួស្ដីអ្នកធ្វើឲ្យសៀវភៅរបស់ខ្ញុំសើមអ្នកធ្វើឲ្យសៀវភៅរបស់ខ្ញុំសើមតើអ្នកកំពុងធ្វើអ្វីទៅអង្គុយនៅកន្លែងរបស់អ្នកឥឡូវនេះតើនាងទើបតែនិយាយអ្វីខ្ញុំស្ដាប់មិនទាន់ទេហាសានអ្នកបានកំពុកទឹកលើសៀវភៅរបស់ខ្ញុំអ្វីខ្ញុំកំពុកទឹកលើសៀវភៅរបស់អ្នកឈប់លីសាអ្នកមានកំហុស3ដងហើយព្រមមានម្ដងទៀតអ្នកនឹងត្រូវបណ្តេញចេញអ្នកនឹងត្រូវសងសម្រាប់រឿងនេះអ្នកផ្សេងទៀតទៅអង្គុយនៅកន្លែងរបស់អ្នកខ្ញុំចង់នោមខ្លាំងណាស់នាងស្រែកខ្លាំងណាស់នាងគួរឲ្យខ្លាចណាស់ឆ្មាគួរឲ្យខ្លាចខ្ញុំចង់នោមអ្នកណាថាអ្នកអាចចូលបានខ្ញុំត្រូវទៅនោមអនុញ្ញាតឲ្យខ្ញុំចូលខ្ញុំចិត្តបែកផ្លោកនោមហើយល្អនិយាយបែបនេះសិនយល់ព្រមអ្នកអាចចូលបាន
ហេតាអ្នកកំពុងទៅណាឈប់ត្អូញត្អែទៅគ្រាន់តែទប់វាសិនទៅខ្ញុំអង្វរអ្នកខ្ញុំពិតជាមិនអាចទប់វាបានទេមិនអាចទប់វាបានទេអូមកពិតមែនទេមកទប់វាសិនទៅទប់វាសិនទៅហេតុអ្វីបានជាអ្នកដេកនៅលើឥដ្ឋទៅមុខប៉ានិយាយថាទៅអូអ្នកនោមដាក់ខ្លួនឯងហើយព្រះឲ្យស្គីខ្ញុំថាអ្នកនឹងនៅឲ្យឆ្ងាយពីមនុស្សទាំងនោះពួកគេដូចជាក្មេងទំនើងគ្រូមិនអាចគ្រប់គ្រងពួកគេបានទេយល់ហើយក្រោកឡើងខ្ញុំលេងបាល់បោះប្រាប់ខ្ញុំមើលកាមេរ៉ាកុំបាំងវាមើលកាមេរ៉ាញឹមធំបង្ហាញថ្មិញទាំងនោះញឹមឆាប់ឡើងភ្ជាប់វាទៅខ្លួនអ្នកខ្ញុំប្រាប់ឲ្យអ្នកញឹមកុំឆ្លោះគ្នាយ៉ាងម៉េចទៅកុំយំអ្នកគ្រប់គ្នាដឹងរួចហើយគឺអ្នកគ្រប់គ្នាបាទសិស្សទាំង500អ្នកដឹងថាអ្នកនោមដាក់ខោពួកគេទាំងអស់គ្នាដឹងថាអ្នកនោមដាក់ខោវូជាវមើលក្លុកនេះអូទេគួរឲ្យអាម៉ាស់ណាស់ធំក្លិននោះទេបងប្រុសតើខ្ញុំប្រាប់អ្នកប៉ុន្មានដងហើយសប្បាយចុះតែហាមមានអ្នកស្លាប់ឥឡូវដោយសាររឿងនេះដំណើរកំសាន្តទៅផ្សារទំនើបរបស់ខ្ញុំនៅខែក្រោយចង្រៃឲ្យសំបីតែប៉ាក៏មិនឲ្យខ្ញុំទៅដែរចង្រៃឲ្យសម្បត្តិត្រូវបានកក់រួចហើយអូអរគុណចំពោះទង្វើដ៏ឆ្លាតវៃរបស់អ្នកបរិះម្នាក់នោះអ្នកលោតើគាត់ឈ្មោះអ្វីមិនអីទេវាមិនសំខាន់ទេចាត់ការរឿងនេះទៅកុំបណ្ដោយឲ្យពុកម្ដាយរបស់ពួកគេមកវីលោកសាលាការបង់ប្រាក់សប្តាហ៍នេះមានតែអ្នកទេដែលមិនទាន់បានបង់យល់ថាអ្នកមានអ្នកបង្កបញ្ហាថ្មីនៅក្នុងថ្នាក់របស់អ្នកយាយវិញ Wusixon នឹងមិនបង់ប្រាក់ទេអ្នកដឹងពីរបៀបដោះស្រាយជាមួយគាត់មែនទេអ្នកបានធ្វើខុសម្ដងរួចមកហើយកុំធ្វើខុសម្ដងទៀតបងប្រុសចង្រៃឲ្យខុសជាកំហុសរបស់អ្នកណាទ្រាំមិនបានទេតោះទៅផ្លាស់ទីចាប់ពីពេលនេះទៅអ្នកកំពុងនិយាយក្នុងនាមជាចកនៅលីវហាគាត់ពិតជាអ្នកចាញ់មែនសូម្បីតែឃាតកររបស់ខ្ញុំក៏ចង់បានគាត់ដែរខ្ញុំសុបិនចង់ក្លាយជាឱកាសយានិកពួកគេហៅខ្ញុំថាដង្កូវទឹកជុះដាក់ខ្ញុំជុះលើឯកសណ្ឋាននេះប៉ុន្តែខ្ញុំមិនជឿទេព្រោះរាល់ពេលដែលខ្ញុំងើបមុខឡើងខ្ញុំឃើញផ្កាយភ្លឺទាំងនោះសត្វកូរីឡាមិនដែលរើសអើងអ្នកណាឡើយប្រសិនបើថ្ងៃណាមួយខ្ញុំបានពាក់ឈុតឱកាសហើយក្រឡេកមើលភពពណ៌ខៀវនេះវិញខ្ញុំគិតថាបន្ទាប់មកខ្ញុំនឹងបញ្ជាក់វាដោយគ្មានការសង្ស័យសូម្បីតែធូលីដីដែលជន់ឈ្លីទៅក្នុងផែនដីក៏អាចហោះហើរក្នុងចំណោមផ្កាយនិងសមុទ្របានដែរប្រសិនបើវាមិនបោះបង់ឲ្យលុយខ្ញុំមកឯងជានរណាយល់ទេឯងចៅហ្វាយកំពុងធ្វើអីហ្នឹងមែនហើយនរណាប្រាប់ឯងធ្វើរឿងប៉ុណ្ណឹងក៏មិនបានឯងគ្មានបានការអីទេទុកឯងមានប្រយោជន៍អីបើស៊ីមេងនៅទីនេះឯងប្រហែលជាស្រួលជាងនេះបន្តិចឥឡូវគេទៅបាត់ហើយចាប់ពីពេលនេះទៅឯងត្រូវតែស្ដាប់បញ្ជារបស់យើងបើបដិសេធឯងនឹងស្លាប់នោះជាវាសនារបស់ឯងយល់ច្បាស់ទេហាទៅចាំសិនណែចាប់ពីពេលនេះទៅនៅឲ្យឆ្ងាយពីគេមិនហ៊ាននិយាយជាមួយខ្ញុំបែបនេះជួបគ្នាពេលក្រោយបងប្រុសចង្រៃខ្ញុំគឺហ៊ូហ្វៃ
តោះទៅវានៅណាវានៅណាតាក់ស៊ីអូខេទៅឥឡូវនេះបាទខ្ញុំសុំទោសខ្ញុំមិនដែលចង់ឲ្យរឿងព្រឹកនេះកើតឡើងទេកាលពីដើមឈ្មោះខ្ញុំនិងអូដាមិនអាចបែកគ្នាបានទេបន្ទាប់មកអ្វីក៏ផ្លាស់ប្ដូរខ្ញុំភ័យខ្លាចណាស់ខ្ញុំខ្លាចស្និទ្ធស្នាលពេកហើយខ្លាចជាដូចគាត់គួរឲ្យរន្ធត់ណាស់រហូតដល់ខ្ញុំកាត់ផ្តាច់គាត់ទុកឲ្យគាត់ប្រឈមមុខនឹងពួកគេតែម្នាក់ឯងខ្ញុំគិតថានេះនឹងអនុញ្ញាតឲ្យខ្ញុំរអិលឆ្លងកាត់និងបញ្ចប់ការសិក្សាប៉ុន្តែខ្ញុំមិននឹកស្មានថាទេនេះឥឡូវដល់វេនខ្ញុំហើយបំភ្លេចវាទៅមកដល់ចំណុចនេះវាមិនសំខាន់ទៀតទេការរំរបស់ពួកគេមើលទៅអាក្រក់ណាស់4នាទីទៅប៉ុន្លាអូដាមានឯងជំពាក់សាច់ឯងយំរកស្អីឆ្លើយមកឯងគ្មានប្រយោជន៍រឿងលុយកាក់ទេរកមិនបានមែនទេប្រយ័ត្នមាត់ឯងការងារដ៏លំបាកនេះធ្វើឲ្យខ្ញុំខឹងក្រោកឈរឡើងមកឯងរំខានបងប្រុសស្មៀលឯងមានជីវិត9មែនទេសុំទោសលោកយាយឥឡូវនេះលោកយាយឈប់ស្អីគេអូយសំបីតែក៏មិនអាចជួយសង្គ្រោះឯងបានដែរឥឡូវនេះចង្រៃចង់សម្លាប់ខ្លួនឯងមែនទេខ្ញុំប្រាប់ឯងហើយឲ្យនៅឆ្ងាយពីនាងអាឆ្កែកូនអញទ្រាំនឹងឯងលេងបានហើយគិតថាឯងជាមនុស្សអាក្រក់មែនទេល្អដោះស្រាយបញ្ហាទាំងអស់ឥឡូវនេះសម្លាប់វាទៅខ្ញុំនឹងយកឯងចេញខ្ញុំលែងខ្លាចអ្នកទៀតហើយខ្ញុំមានអាឡែស៊ីឆ្លងកាត់អ្នកនៅទីនេះហើយរបៀបដែលអ្នកដើរចូលទៅក្នុងវាអ្នកមិនអីទេអោះអ្នកបានសុំវាយីហ្វានប្រយ័ត្នតើវាអាចទៅរួចដោយរបៀបណាចង្រៃអ្នកឈួតហើយចាប់ពីពេលនេះទៅដរាបណាខ្ញុំនៅទីនេះអ្នកទាំងអស់គ្នាត្រូវស្ងៀមស្ងាត់ឥឡូវនេះកម្រើកឯងស្លាប់មិនអីទេកូនប្រុសតកូខោដឹងទេថាការប្រឆាំងនឹងគេមានតម្លៃប៉ុណ្ណាគ្រូសាខ្វាន់ហៅនៅម៉ាកាវក្រៅពីពួកគេបាទគ្មាននរណាម្នាក់ធ្លាប់នាំគេមកំដងទៀតទេលែងទៅ
យាយវិញការបង្ករឿងខោយ៉េងបែបនេះនៅចំពោះមុខអ្នករាល់គ្នាគឺមិនប្រយ័ត្នសោះគេមកពីគ្រួសារដងឆេងខោវាជាឧក្រិដ្ឋកម្មដែលមានការរៀបចំឯងខ្លាំងប៉ុន្តែកុំទៅញ៉ៃញ៉ៃជាមួយពួកគេយាយវិញឯងបានបង្ករឿងខោយ៉េងជាសាធារណៈកុំថាឡើយគេសំបីតែកូនចៅគេ30ឆ្នាំនេះឯងមិនអាចទ្រាំបានទេខ្ញុំធ្លាប់ប្រាប់ឯងហើយពួកគេគ្រាន់តែស្គាល់ Lemon Fox ប៉ុណ្ណោះសំបីតែគ្រួសារខោក៏មានកម្លាំងទីដែរឯងមិនទាន់បានឃើញឧក្រិដ្ឋកម្មដែលមានការរៀបចំផងយាយវិញឯងនៅក្មេងពេកហើយស្ដាប់ខ្ញុំបដូរសាលាលើនេះទៅនៅសាលាយាយចេញការសិក្សាគឺគ្រាន់តែខោយ៉េងបានប្រែក្លាយវីទៅជាភាពពញាញ៉ៃនេះអញ្ចឹងគ្មានសិស្សណាត់បត់ទេមើលចុះតេក្វាន់ដូក្បាច់គុណឯងដឹងពីការវីតបការស្រឡាញ់ភេទដូចគ្នាការសម្ដែងក្បាច់គុណតេក្វាន់ដូប្រដាល់រត់ជីកខុនឌូនិងច្រើនទៀតសិស្សប្រុសគ្រប់រូបចាប់ពីថ្ងៃដំបូងត្រូវបានគេរំពឹងថានឹងចូលរួមមិនអាចផ្ដោតលើការសិក្សានៅទីនេះទេគ្មាននរណាម្នាក់ហ៊ានតទេខ្ញុំឮថាវិទ្យាល័យ Mainland មានប្រពៃណីសិក្សាខ្លាំងថែមទាំងមានក្លឹបបង្រៀនមិត្តភ័ក្តិទៀតផងហើយឥឡូវមើលចុះថាវាខ្លាយជាយ៉ាងណានោះគឺ15ឆ្នាំមុនខ្ញុំឮថានាយកសាលា Mainland គឺលោកម៉ែបានបង្កើតក្រុមសិក្សាក្រោមការដឹកនាំរបស់គាត់សាលាមានក្រុមសីលធម៌ល្អប៉ុន្តែបន្ទាប់មកក្នុងអំឡុងពេលការបាញ់ប្រហាររបស់ក្រុមទំនើងដនឆេងគាត់បានស្លាប់ដើម្បីការពារសិស្សត្រូវបានសម្លាប់នោះជាម្ដាយរបស់ខ្ញុំកាលខ្ញុំនៅក្មេងដោយសារកាលៈទេសៈខ្លះខ្ញុំត្រូវចាក់ចេញពីដងឆេងមុនពេលខ្ញុំចាក់ចេញខ្ញុំត្រូវបានគេប្រាប់ថាភ្លើងរបស់លោកខ្ញុំគួរតែមកព្រោះវាជាសាលាចាស់របស់គាត់ដែលគាត់បង្រៀនបន្ទាប់ពីថ្នាក់បណ្ឌិតរបស់គាត់កន្លែងរបស់លោកហ្វេងគាត់បានប្រាប់ខ្ញុំថាវិទ្យាល័យ Lenwen មានប្រពៃណីសិក្សាខ្លាំងគាត់ក៏ជាសមាជិកស្ថាបនិកនៃក្រុមសិក្សាដំបូងដែរប៉ុន្តែខ្ញុំមិននឹកស្មានដល់សោះប៉ុន្មានឆ្នាំកន្លងផុតទៅការងារជីវិតរបស់គាត់នេះជាកន្លែងដែលយើងបានបញ្ចប់ដើម្បីទទួលបានការអប់រំត្រឹមត្រូវនៅទីនេះគ្មានភាពជោគជ័យដោយមិនផ្លាស់ប្ដូរវប្បធម៌របស់វាឡើយប៉ុន្តែពិតជាគ្មានផ្លូវដែលអ្នកអាចធ្វើរឿងនេះតែម្នាក់ឯងបានទេមនុស្សម្នាក់មិនអាចធ្វើបានទេចុះបើជាក្រុមវិញពាក្យសុំបង្កើតក្លឹបសិក្សាចង្រៃបងប្រុសខៅហាំមិនឲ្យរៀននៅវិទ្យាល័យ Lenwen វីគ្នាតែប៉ុណ្ណោះនៅតែហ៊ានបង្កើតក្រុមសិក្សាទៀតនិយាយមកតើនរណាជាអ្នកចំអកចំពោះបញ្ជារបស់បងប្រុសខៅសិស្សផ្ទេថ្មីម្នាក់គេថាគាត់ឈ្មោះយីវែងតើវាមិនមែនជាអ្វីដែលធ្វើឲ្យបងប្រុសខៅខឹងទេតោះទៅកំចាត់វាសំបីតែអ្នកចាញ់ក៏ត្រូវគេវីដែរយ៉ៅឆងឯងជាមេដឹកនាំឆ្នាំទី2មកជាមួយខ្ញុំកុំបង្អង់យូរគ្រាន់តែជាសិស្សឆ្នាំទី1ប៉ុណ្ណោះតើយើងពិតជាត្រូវទៅទាំងពីរអ្នកមែនទេក្លឹបថ្មីត្រូវការសមាជិកយ៉ាងតិច4នាក់បកពួកសហភាពសិស្សរបស់ខៅយែនទើបតែទម្លាក់ច្បាប់នេះវាច្បាស់ណាស់ថាសំដៅមកលើយើងវាគ្រាន់តែជាការងារថាប៉ុណ្ណោះកុំបារម្ភអីយីវែងឥឡូវនេះល្បីល្បាញខ្លាំងណាស់មនុស្សជាច្រើននឹងចង់ចូលរួមក្រុមសិក្សារបស់យើងរកតែ2នាក់ទៀតប៉ុណ្ណោះប្រញាប់ឡើងចាំសិននឹងផ្ទះកំភ្លៀង Sheldon ប្រមូលក្រុមរបស់អ្នកឥឡូវនេះមិនអីទេប្រាប់ខ្ញុំពីអ្វីគ្រប់យ៉ាងបន្តទៅឥឡូវនេះខ្ញុំនឹងមិនធ្វើវាទៀតទេខ្ញុំនឹងមិនរំខានអ្នកទៀតទេប្រាប់ពួកគេទៅឆាប់ឡើងបងប្រុសយាគេកំពុងព្យាយាមបំផិតបំភ័យយើងខ្ញុំធ្លាប់ឃើញមនុស្សដូចគេច្រើនណាស់គេអួតអំពីជំនាញរបស់គេកំពុងកាន់ភ្លើងពើគេគ្រាន់តែព្យាយាមសង្គ្រោះមុខប៉ុណ្ណោះគឺមានតែប៉ុណ្ណឹងឯងទម្លាក់គេទៅលេងដោយឆ្លាតវៃកុំប្រើកម្លាំងបាយឡៅជួនអ្នកមើលការខុសត្រូវលើរឿងនេះស្ដាប់ណាវិទ្យាល័យលីងឡានក្រុមសិក្សាជ្រើសរើសសមាជិកទៅខ្ញុំនៅពីក្រោយតើក្រុមសិក្សាឈ្គួតមែនទេ
ហើយហៅក៏ចូលរួមដែរមិនទាន់ស្លាប់ទេនរណាហ៊ានម្លេះមេដឹកនាំថ្នាក់ទី1បន្ទប់ទី3ហៅជាអ្វីនេះជានរណាអូខ្ញុំចាំហើយថាលីសានិងជូឈួងត្រូវក្មេងថ្មីវីសន្លប់កាលពីម្សិលមិញច្បាស់ជាខ្យល់រាត្រីហើយមិនអាចទេវីជូឈួងក្នុងនាមជាសិស្សថ្មីវីជារឿងពិត3 4 5 6 7 8 9អ្វីគោរពចុះចូលប្រឆាំងស្លាប់ពេលនេះសិស្សវិទ្យាល័យដែលខ្លាំងជាងគេនៅតុងឆឹងខ្ញុំកូសៃព្រមទទួលបរាជ័យនោះជាអ្វីឯងគ្រាន់តែវីអានសានស៊ីវហើយប៉ុណ្ណោះឯងមិនទាន់ខ្លាំងជាងគេនៅតុងឆឹងទេទៅសាកនៅវិទ្យាល័យលីងឡានទៅចាំមើលទាំងអស់គ្នាពេលនេះឯងដឹងហើយថាតែងតែមានអ្នកដែលខ្លាំងជាងលើមេឃមានមេឃទៅអាស្លាប់ទៅពួកយើងគឺវិទ្យាល័យលីងឡានប៉ុណ្ណឹងឯងនៅត្រឹមសាលសមាជិក30នាក់ជាមួយក្បាច់ក្មេងខ្ចីរបស់ឯងទៅមិនទាន់ប្រកៀបផងខ្ញុំនឹងកាន់តែខ្លាំងចុះបើខ្ញុំខ្លាចជាសិស្សរបស់គាត់ខ្ញុំចង់ចុះឈ្មោះបណ្ណាល័យឯងចូលរួមក្រុមសិក្សារបស់យីហ្វឹងមែនទេឯងជាអ្នកណាគេក្នុងល្បឿននេះយើងនឹងមិនអាចប្រមូលមនុស្ស4នាក់បានទេខ្ញុំគិតថាយើងចាំសិនខ្ញុំមិនអាចរងចាំយាយវិញបានទេលោកឪពុកក្មេកចេញមកទីនេះឥឡូវនេះមើលនីសឺនមេកន្ទ្រីងយថាចង់ខ្លាយជា Great Two Dragons មែនទេគាត់គឺជា Great Two Dragon ហើយឯងទៅតែវាឈ្នះ Lice តាមច្បាប់ទៅតាំងជាមួយគាត់ទៅតើជានរណាអូនោះគឺយោហែអងជា Great Two Dragon បានផ្ដួលវងយូហេដោយដៃតែម្ខាងជាអ្នកអនុវត្តច្បាប់កម្ពុជាម្នាក់របស់ Thailand នៅក្បែរគាត់ឯងនិយាយថាឯងជាអ្នកយុទ្ធសាស្ត្រពួកគេពិតជាចង់ទម្លាក់ឯងមែនមានអ្វីមួយមិនប្រក្រតីអំពីយាយវិញកុំចាញ់បោកការញុះញង់របស់ពួកគេយោពោមយាយវិញមិនអាចប៉ះពាល់បានទេគាត់ថយក្រោយហើយខ្ញុំបានយកឆៃអងពួកក្មេងពៀលចង់រកជើងមែនទេយាយវិញក្រុមសិក្សារបស់ឯងមិនទាន់ត្រូវបានអនុម័តទេនៅខ្វះសមាជិកស្មានតែឯងដឹងហើយគឺគាត់គឺ Gwen Jeju ពួកគេកំពុងសិក្សាព្យាយាមចូលរួមគេហៅថាអ្វីក្រុមសិក្សាដ៏ល្ងង់ខ្លៅតាមផែនការរបស់យើងគោលដៅធ្វើបាបកំពូលនៅឈ្មោះក្រោយគឺគាត់យាយវិញបើឯងមិនចុះមកវីខ្ញុំទេខ្ញុំនឹងហែកមែនទេឯងគួរតែទម្លាក់ទម្រង់ពាក្យសុំនោះចោលទៅទម្លាក់វាទៅគ្មានផ្លូវទេយោហៃអងគឺជាកម្ពុជាអ្នកខ្លាំងប្រចាំឆ្នាំទី2គ្រាន់តែឡើងទៅតាំងជាមួយយាយវិញហេតុអ្វីបានជារកជើងនៅទីនេះព្រះអើយលួចវាយតាំងពីពេលណាដែលម្យ៉ាងលេងខូចបែបនេះច្បាស់ជាស្នាដៃរបស់យូស៊ីវ៉ាន់ហើយខៀវជាងអោត្រូវយាយហ្វេងវីទម្លាក់គាត់អួតខ្លួនពេកហើយយូស៊ីវ៉ាន់នៅពីក្រោយរឿងនេះមិនអាចទុកឱកាសឲ្យបានទេអាយល់ហើយបើមិនអញ្ចឹងទេគាត់នឹងបាត់បង់មុខមាត់មែនទេបាទ
បងថ្លៃបងមានពេល2នាទីបើបងមិនចុះមកទីនេះទេគាត់ច្បាស់ជាស្លាប់មិនខានអញ្ចឹងចង់ឲ្យខ្ញុំចុះទៅវាអេងមែនទេឯងមានភាពក្លាហានសម្រាប់រឿងនេះទេគាត់លោតចុះទៅហើយគ្មានការប្រមានទេប្រាប់ខ្ញុំមកកាយសម្ទារបស់គាត់លើសពីដែនកំណត់របស់សិស្សវិទ្យាល័យទៅទៀតតើអាចទេថាម៉ាក់ ជាចិនកូនមកពីសាលាវិញហើយម៉ាក់កំពុងធ្វើម្ហូបម៉ាក់នៅស្ងៀមទៅកុំងើបឡើងជំងឺរបស់ម៉ាក់ធ្វើឲ្យកូនពិបាកហើយម៉ាក់ធ្វើឲ្យកូនខកខានមិនបានចូលរៀនសាលារដ្ឋកូននឹងត្រូវទៅរៀននៅវិទ្យាល័យឈៀនសេងឆេលីងយ៉ាងហោចណាស់វាមិនគិតថ្លៃទេម៉ាក់កុំនិយាយអញ្ចឹងអីកូនប្រុសទោះមានរឿងអ្វីក៏ដោយខិតខំរៀនសូត្រម៉ាក់ស្រឡាញ់កូននៅឲ្យឆ្ងាយពីមនុស្សមិនល្អម៉ាក់សម្រាប់សិនទៅខ្ញុំមានការងារត្រូវធ្វើទៅសិនហើយឆាប់ត្រឡប់មកវិញណាថែខ្លួនផងបាទអាស៊ីកាឈីមានរឿងវាគ្នាព្រឹកមិញបាក់ឆ្អឹងជំនីថ្ងៃនេះខ្ញុំចង់ធ្វើវាទេថាគាត់អាចផ្លាស់ប្ដូរកន្លែងនេះបានខ្ញុំប្រាប់ឯងហើយថាកុំមករកខ្ញុំមិនយល់ទេចូលមកអញ្ចឹងឥឡូវឯងប្រាប់ខ្ញុំថាឯងចង់ប៉ះទឹកដីខ្ញុំទោះបីជាឯងត្រូវរត់កាត់អាល្ងងនោះមុនក៏ដោយឯងឃើញលោកគ្រូចៅខ្ញុំសុំទោសចៅខ្ញុំធ្វើឲ្យគ្រួសារខកចិត្តហើយកុំបន្ទោសខ្លួនឯងអីខ្ញុំឃើញបរិសនោះអំបញ្ញមិញគាត់មិនមែនជាមនុស្សធម្មតាទេឯងធ្វើបានល្អបំផុតហើយពីច្បាប់ឯងបណ្ដោយឲ្យក្មេងថ្មីខ្លះបង្កបញ្ហានៅលើទឹកដីខ្ញុំបាទលោកគ្រូមិនអន់ទេរីករាយដែលបានជួបឯងម្ដងទៀតខ្ញុំសុខចិត្តឲ្យពួកឯងគ្រាន់តែជាក្រុមក្មេងទំនើងកុំមកពាក់ព័ន្ធនឹងខ្ញុំទៀតឈួតឯងដឹងទេថាឯងកំពុងនិយាយជាមួយអ្នកណាបាទលោកគ្រូថ្មីនេះឯងល្បីណាស់ប៉ុន្តែនោះគ្រាន់តែជាក្មេងឆ្នាំទី1និងទី2លេងសាច់ប៉ុណ្ណោះលោកចៅនៃកងកម្លាំងបិសាចនៅក្នុងភាពវឹកវរប្រលឹងឈាមនៃពិភពក្រោមដីពិតប្រាកដអនាគតមេដឹកនាំកម្ពុជាឯងហៅគាត់ថាក្មេងទំនើងតាមផ្លូវខ្ញុំចង់បានតែឯងប៉ុណ្ណោះសិស្សគួរតែរៀនសូត្រឯងធ្វើរឿងឯងទៅកុំមកពាក់ព័ន្ធនឹងខ្ញុំផ្លូវអ្នកណាដើររៀងខ្លួនទៅមិនអាចទេយេហ្វិនកុំភ្លេចណាក្លឹបថ្មីមួយត្រូវការសមាជិកថ្មីយ៉ាងហោចណាស់4នាក់ទោះបីជាខ្ញុំមិនខាត់ឯងតើឯងទៅរកមនុស្ស4នាក់មកពីណាអ្នកណាបានចូលរៀននៅវិទ្យាល័យ Leiden អ្នកណាមិនចូលរួមថ្នាក់ត្រៀមយុទ្ធសាស្ត្ររបស់เขาក្រុមសិក្សារបស់ឯងអ្នកណាចង់ចូលរួមក្រៅពីឯងបរិសម្នាក់នេះបានវាយតប់គ្នានៅព្រឹកនេះបាក់ឆ្អឹងជំនីរាប់បញ្ចូលខ្ញុំផងសាន់បេងខេងមនុស្សធំកំពុងនិយាយក្មេងកុំលូកមាត់ខ្ជិះខ្ជីទំហំទៅព្រោះកន្លែងផ្សេងទៅចេញទៅចាំមើលខ្ញុំនឹងសម្លាប់ឯងសូម្បីតែមិត្តល្អរបស់ឯងក៏មិនឈរខាងឯងដែរចុះបើខ្ញុំចូលរួមដែរបាទចុះបើខ្ញុំចូលរួមដែរពួកអាឆ្កែតើវាគ្រាន់តែជាការស្ទាក់វីទេឯងពិតជាគិតថាខ្ញុំខ្លាចឯងមែនទេបង្កើតក្លឹបមែនទេរាប់បញ្ចូលខ្ញុំផងខ្ញុំចូលរួមក្រុមសិក្សារបស់យើងបើអ្នកណាមិនពេញចិត្តមកវាជាមួយខ្ញុំមក
សូម្បីតែឯងជាសិស្សឆ្នាំទី2ដែលមិនអាចបំបែកកំណត់ត្រាកម្ពុជាទាំង30ក៏ឯងនៅតែជាសម្រាមដែរឥឡូវនេះមានតែអ្នកទាំង3ប៉ុណ្ណោះឡាវដេវបដិសេធឯងមួយនេះខ្ញុំក៏ចូលរួមដែរចំណាត់ថ្នាក់លេខ30ជាងរបស់ Galen គឺមិនគ្រប់គ្រាន់ទេហើយខ្ញុំជាសិស្សឆ្នាំទី1ដែលល្បីល្បាញបំផុតមនុស្ស4នាក់តើគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមក្រុមសិក្សាទេពួកឯងគេឲ្យឯងកាន់ទង់ហើយឯងកំពុងដើរចេញពីអនាគតរបស់ឯងក្រុមសិក្សាជាមួយ Yefen ឯងឈួតហើយអនាគតអីគេតើជីវិតក្មេងទំនើងជាអនាគតមែនទេឡៅដេវកុំធ្វើអ្វីដោយប្រញាប់ប្រញាល់ខៅជាបើការចូលរួមជាមួយគ្រួសារខៅគឺត្រូវបានធានាលុយកាក់ទេពក៏សោះតើមនុស្សស្រីចង់បានអ្វីទៀតគុំដើរផ្លូវដែលអ្នកនឹងស្ដាយក្រោយផ្លូវដែលត្រូវស្ដាយក្រោយនេះជាជំរើសរបស់ខ្ញុំមិនភ្នាល់ទេតើអ្នកកំពុងធ្វើអ្វីអនាគតគ្មានឪពុកម្ដាយតែឯងមានប្អូនស្រីឯងចង់យកនាងចេញពីមណ្ឌលកុមារកំព្រាខ្ញុំយល់តើឯងនឹងបំបាក់ឆ្អឹងជំនីដូចឯងផឹកតែទេរឿងអាក្រក់តែមួយគត់គឺឯងនឹងស្លាប់គិតមើលទៅចុះប្អូនស្រីឯងវិញហើយឆេនបើខ្ញុំចាំមិនខុសទេឯងមានសង្សារ3ឆ្នាំហើយឯងសន្យាថានឹងរៀបការជាមួយគាត់ក្រោយរៀនចប់គាត់ដើរចូលរោងការជាមួយកតរបស់គាត់ហើយរៀបការជាមួយឯងនិយាយបានល្អខ្ញុំនឹកមនុស្សជាច្រើនពីសាលានេះទោះបីជាឯងមិនបានមករៀននៅទីនេះក៏ឯងមិនបានចុះឈ្មោះចូលក្រុមក្មេងទំនើងដែរតើមានប៉ុន្មានអ្នកដែលរងគ្រោះដោយសារខៅចិនគាត់បានបញ្ជូនឯងទៅឆ្ងាយតើឯងចង់មានទីបញ្ចប់បែបនោះទេខ្ញុំគិតពីពិភពលោកនេះបើឯងមានមនសិការឯងមិនអាចឈរមើលមិត្តរួមជាតិរបស់ឯងរងគ្រោះហើយមិនធ្វើអ្វីសោះនោះទេតែខ្ញុំដឹងថាឯងនឹងនិយាយអ្វីឯងនឹងនិយាយថាឯងគ្មានអំណាចខៅចិនគ្រប់គ្រងសាលាឯងរស់នៅជាមួយវានោះជាអ្វីដែលឯងអាចធ្វើបានតែឯងពិតជាចង់បានបែបនេះមែនទេខ្ញុំនឹងមិនធ្វើទេធ្វើអ្វីចិនដាខ្ញុំមិនចង់ទេបងស្បងវិញខ្ញុំគិតថាវាសំហេតុផលថ្ងៃនេះបើយើងមិនសាងសង់វាទេអនាគតរបស់គាត់នឹងត្រូវគេទម្លាក់ចោលដូចឆ្កែអនាថាចង្រៃយកខ្ញុំនឹងធ្វើវាខ្ញុំមិនចង់វាយតប់ទេខ្ញុំនឹងមិនធ្វើទេតែបើការវាយតប់នេះជាវិធីតែមួយគត់ដើម្បីផ្លាស់ប្ដូរសាលានេះខ្ញុំនឹងវាយតោះខ្ញុំធន់នឹងការរស់នៅក្នុងភាពភ័យខ្លាចរាល់ថ្ងៃណាស់ហើយអ្វីដែលខ្ញុំចង់បានគឺជីវិតស្ងប់ស្ងាត់ខ្ញុំនឹងវាយខៅសៀវឯងធ្លាប់វាយខ្ញុំពីមុនថ្ងៃនេះគ្មានការសង្សឹកទេគ្មានការសង្សឹកទៀតទេពិតមែនហើយតើឯងមិនតែងតែចែករំលែកពេលវេលាល្អរបស់ខៅសៀវទេឬបង្កើតក្រុមសិក្សាជាមួយក្មេងថ្មីពួកគេសុទ្ធតែឈួតអស់ហើយហេតុអ្វីប្រាប់យើងពេលក្រោយអញ្ចឹងសិស្សឆ្នាំទី1ឆ្នាំនេះសុទ្ធតែមានបុគ្គលិកលក្ខណៈណាស់មែនទេគិតថាឯងត្រៀមខ្លួនរួចរាល់ហើយឬនៅឯងគិតថាឯងខ្លាំងគ្រប់គ្រាន់អាចទល់នឹងយើងបានទៅសម្រាប់សិនទៅបាទចាត់ការវាទៅយេស្វាគមន៍មកកាន់នរក1 2 3 4 1 2 3 4 5 6 7 8ល្អ
ទុកឲ្យខ្ញុំចាត់ការវាអញវីកូនចៅយើងវីកូនចៅឯងលោកប្រុសយីអញកំពុងតែបំពេញហើយលោកពូមិនអីទេហ៎ចេញទៅអញមានតែប៉ុណ្្នឹងទេមែនទេនឹងចង់ឃើញថាយើងអាចធ្វើអីបានខ្លះទេបងប្រុសអាល្ងងបើអញមិនចាត់ការវាឥឡូវនេះទេយើងចប់មិនខានអញគិតថាយីហ្វេងអាចទល់នឹងខៅឈួយបានមែនយីគ្រាន់តែទុកដៃព្រោះខៅឈួយចង់ចាត់ការវាដោយខ្លួនអញប៉ុណ្ណោះអញចប់តាំងពីយូរមកហើយអាសម្រាមដូចជាឯងមើលចុះចុះចាញ់ឥឡូវនេះទៅទេយីវិញឈ្នះហើយយើងឈ្នះហើយកូនគាត់ស្លាប់ហើយឆៅសាវ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 ស្លាប់ហើយចាញ់ហើយស្អីហ្នឹងអញកំពុងធ្វើអីចៅមកនេះអ្នកទាំងអស់គ្នាចុះចាញ់ទៅខ្ញុំចុះចាញ់យើងចុះចាញ់អូខេអញឈ្នះហើយសម្បត្តិមួយច្បាប់ឆៅឡានត្រឡប់ទៅទីក្រុងវិញការពារបរោះនោះលោកគ្រូកាមេរ៉ាឥឡូវនេះកុំបាំងខ្ញុំញ៉ាំកាមេរ៉ាឥឡូវនេះទៅយកលុយទៅចាណាមិនក៏សម្លឹងមើលអញ្ចឹងអញមិនឃើញថ្កាំបាក់ទេអីក្រោកឈរឡើងលោកគ្រូយេវិទ្យាល័យយូណានគឺជាសាខាមួយរបស់ត្រកូលឆៅដែលជាបំពង់បង្ហូរសម្រាប់ទេពកោសល្យថ្មីខ្ញុំបានផ្ដល់ឲ្យអញនៅរាល់ធនធានហើយអញបានបាត់បង់វាអញកំពុងធ្វើអីហាប៉ាតើពួកគេគួរត្រូវបានដាក់ទណ្ឌកម្មទេដាក់ទណ្ឌកម្មពួកគេទៅប៉ានៅមានផ្លូវចេញប្រសិនបើយើងដាក់ពង្រីកងកម្លាំងវោជនរបស់ត្រកូលឆៅយើងកំទេចរាល់ការតស៊ូល្ងងមែនទែនប្រសិនបើយើងអាចដោះស្រាយរឿងនេះដោយខ្លួនឯងតើយើងត្រូវការឯងធ្វើអ្វីក្នុងនាមជាសាលាដ៏អស្ចារ្យមួយយីហ្វឹងគ្រាន់តែជាអ្នកប្រាជ្ញម្នាក់ប៉ុណ្ណោះនាំយកគ្រួសារឆៅមកធ្វើឲ្យខ្លួនឯងបរាជ័យតើប្រព័ន្ធផ្សព្វផ្សាយនឹងនិយាយយ៉ាងណាតើថ្នាក់លើនឹងគិតយ៉ាងណាចំពោះយើងខ្ញុំមានផែនការមួយវានឹងធ្វើឲ្យយេហ្វិនរត់ដូចឆ្កែត្រូវគេវាបង្ហាញថាអ្នកនៅវិទ្យាល័យបេសកកម្មសុវត្ថិភាពត្រូវបានធានាអ្នកគាត់បានជួបកម្រាលឥតជាមួយអ្នកទាំងអស់គ្នាតែម្នាក់ឯងតើអ្នកអាចធ្វើអ្វីបានទៀតចុះហេតុអ្វីបានជាគ្រួសារថែវគ្រប់គ្រងវិទ្យាល័យស៊ូយ៉ារ៉ែនវាគឺដើម្បីនាំយកឈាមស្រស់ត្រៀមខ្លួននៅទីស្នាក់ការកណ្ដាលមុនពេលប្រធានយ៉ៃនៃម៉ែនកាយេគ្រូធ្វើឲ្យមានសម្ពាធនរណាដឹងអ្នកប្រហែលជាទទួលបានកញ្ញាថែវជាមួយគ្រួសារយ៉ៃហើយទទួលបានការគ្រប់គ្រងកាន់តែខ្លាំងចុះគ្រួសារជាវវិញអ្នកបានជួយយើងអ្នកត្រូវតែទទួលយកមិនឆ្ងល់ទេកូនប្រុសរបស់ខ្ញុំដែលធ្លាក់ចុះអ្នកគឺជាអ្នកយុទ្ធសាស្ត្របន្តយេហ្វិនគឺជាអ្នកប្រយុទ្ធដ៏កាចសាហាវប៉ុន្តែគាត់មានភាពងាយរងគ្រោះដល់ពីការមួយនេះគាត់ចង់ចូលរៀននៅមហាវិទ្យាល័យភាពទន់ខ្សោយសម្រាប់យើងអាចទាញយកប្រយោជន៍ពីវាប្រសិនបើយើងអាចធានាបាននៅផ្លូវទេរបស់យេហ្វិនយើងនឹងចូលរៀននៅមហាវិទ្យាល័យចំពោះការចូលរៀនជាលាយលក្ខណ៍អក្សររបស់យើងតាមរយៈការប្រឡងពិសេសដំណើរការដោយមូលនិធិឯកជនដងឆេងវាជ្រើសរើសសិស្សពូកែសម្រាប់ការចូលរៀនដំបូងខ្ញុំចាំថាទាំងនេះធ្លាប់ត្រូវបានបំរុងទុកសម្រាប់
មានតែវិទ្យាល័យលំដាប់កម្ពុជាប៉ុណ្ណោះដែលទទួលបានឱកាសនេះតើគាត់ចុះចាត់លើយើងដោយរបៀបណានៃសាលាទាំងអស់វិទ្យាល័យ Lingland មានភាពល្បីល្បាញខាងវិន័យខ្សោយអស់រយៈពេល5ឆ្នាំមកនេះយើងមិនដែលមានឱកាសទេប្រហែលជាវិន័យរបស់យើងបានប្រសើរឡើងនៅទីបំផុតនោះហើយជាមូលហេតុដែលមូលនិធិដងឆេងជ្រើសរើសយើង Sunday Ping គឺទី1 Yelen គឺជាក្រុមសិក្សាកម្ពុជា Sunday Ping ជាអ្នកដឹកនាំ Yefen ជាអនុប្រធានថ្នាក់របស់ពួកគេជាប់ចំណាត់ថ្នាក់កម្ពុជាអ្នកកំពុងប្រឡងចូលរៀនពិសេសអ្នកត្រូវតែធ្វើឲ្យវិទ្យាល័យ Lingland មានមោទនភាពខ្ញុំដឹងយល់ហើយទើបតែម៉ោង 9:45 ទេមិនទាន់ដល់ម៉ោង 10 ផងតើយើងអាចយឺតយ៉ាងម៉េចទៅការចូលរៀនពិសេសតម្រូវឲ្យមាន24ម៉ោងមុនអ្នកមកយឺតមិនមានការចូលអ្វីទាំងអស់មួយថ្ងៃមុនតើពិតជាមានច្បាប់បែបនេះមែនទេត្រូវហើយនាយកសាន់កំពុងធ្វើជាអ្នកត្រួតពិនិត្យការងារល្អចូលទៅតើអ្វីផ្ដល់ឲ្យគាត់នៅសិទ្ធពួកគេបានបង់ថ្លៃចូលយឺតពួកគេចូលហើយខ្ញុំសូមដាស់តឿនអ្នកឲ្យបោះបង់ចោលនៅចិត្តងារអាក្រក់ណាមួយនៅពេលចូលរួមជាមួយមូលនិធិរបស់យើងអ្នកត្រូវតែអនុវត្តតាមច្បាប់នៃមូលនិធិរបស់យើងថ្លៃយឺតយ៉ាវការប្រឡងចូលពិសេសនៃមូលនិធិរបស់អ្នករួមបញ្ចូលទាំងនេះតើនេះគ្រប់គ្រាន់ទេយើងបានបង់ប្រាក់ពេញហើយតើយើងអាចចូលទៅឥឡូវនេះបានទេថ្លៃយឺតយ៉ាវកងតប10,000ក្នុងមួយអាយុយឺតមួយថ្ងៃពេញនោះគឺ50,000សម្រាប់2នាក់គិតថានេះអាចឲ្យអ្នកឆ្លងកាត់ទ្វាររបស់យើងបានទេអ្នកប្រកាសជាលេងសាច់ហើយវាមិនមែន50,000ទេលោកនេះជាអ្វីដែលយើងមានតើលោកអាចលើកលែងបានទេនេះគឺជានាឡិកាដូច្នេះតើយើងអាចចូលទៅឥឡូវនេះបានទេនាឡិកានេះមានស្លឹកមួយអ្នកគឺនាឡិកានេះគឺជាមាសសុទ្ធមិនអាចទេសម្លៀកបំពាក់របស់អ្នកគ្មានអ្វីពិសេសទេនាឡិកានោះអ្នកមិនបានលួចវាទេមែនទេសម្លាញ់លោកមេគីបានទិញវាខ្ញុំនឹងសងអ្នកវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានកុំនិយាយពីវាអីការប្រឡងចិត្តចាប់ផ្ដើមហើយបេក្ខជនតម្រង់ជួរដើម្បីចូលបន្ទប់ប្រឡងតោះទៅទូរស័ព្ទទាំងអស់នៅទីនេះវាមិនមែនទេឆាប់នេះនិយាយមែនតើនេះជាការប្រឡងមែនទេយកទូរស័ព្ទនោះជាការប្លន់ហើយលើកទី1មែនទេមិនដឹងច្បាប់ទេអ្នកគឺអូខ្ញុំមកពីវិទ្យាល័យ Change អ្នកមកពីវិទ្យាល័យ Lingland មែនទេសាលារបស់យើងបានគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រកួតប្រជែងអស់ជាច្រើនឆ្នាំមកហើយនៅក្រៅបរិវេណសាលាយើងនៅតែមើលថែគ្នាទៅវិញទៅមកអ្នកមិនដឹងទេក្រុម Lingland ពួកគេចុះចេញពីតំណែងការសិក្សាជាចម្បងគ្រូទាំងអស់បាននិយាយខ្ញុំពិតជាមិនដឹងតតែសោះខ្ញុំគិតថាយ៉ាងវ៉ែនអូយថាហៅវ៉ែនត្រូវបានកីឡាករចំណូលថ្មីដ៏កាច់សាហាវម្នាក់វាកំទេចកាលពីពេលថ្មីនេះនោះជាពាក្យចាំអារាមអញ្ចឹងខ្ញុំក៏មិនសូវប្រកាសរឿងនឹងដែរសម្លាញ់តាអញទៅតែនិយាយពីការប្រឡងអ្វីវាគ្រាន់តែជាការប្រឡងមែនទេតើមានច្បាប់អ្វីផ្សេងទៀតចៅហ្វាយឪពុកម្ដាយរបស់យើងបានរៀបចំកាដូតូចមួយនេះសម្រាប់ថ្នាក់ដឹកនាំមូលនិធិរបស់យើងអាយ៉ាអញពិតជាឆ្លាតមែនមើលទៅខ្ញុំខុសហើយអញ្ចឹងឯងមកពីគ្រួសារអ្នកប្រាជ្ញចូលទៅឯងកំពុងយកកំណែបើការប្រឡងមានពីរប្រភេទគឺអានឹងបើចាត់ថ្នាក់តាមមធ្យោបាយអ្នកមិនមានទូកកំសាន្តគឺជាសត្វល្អិតពួកគេថែមទាំងលក់សំណួរទៀតផងអញ្ចឹងអ្នកទាំងអស់គ្នាខឹងនៅមាត់ទ្វារអ្នកជាអ្នកថ្មីទាំងស្រុងនេះមិនមែនឡងយោទេនៅទីនេះដើមទុនឯកជនគឺជារដ្ឋាភិបាលសូមប្រឡងជ្រើសរើសពិសេសវាគឺអំពីសាច់ប្រាក់និងឥទ្ធិពលអញ្ចឹងឯងមិនបានបង់លុយនៅមាត់ទ្វារទេមែនទេ
ខ្ញុំយល់ហើយអ្នកត្រូវបង់ប្រាក់គ្រាន់តែដើម្បីចូលហើយការប្រឡងថ្លៃមួយទៀតថ្លៃទម្លាក់ដែលអ្នកទើបតែបង់នោះគឺសម្រាប់អ្នកយាមទ្វារនេះគឺសម្រាប់ចៅហ្វាយនីរង្វង់ខាងក្នុងក្រោម30,000មូលនិធិអភិវឌ្ឍគុកកងឹតហើយមួយទៀតជាអ្វីខណៈពេលដែលអ្នកកំពុងឆ្លងកាត់ទូកកំសាន្តនៅលើអ៊ីនធឺណិតវាស្ថិតនៅក្នុងចន្លោះពី30,000 យេនទៅ70,000 យេនថ្លៃថែទាំឧបករណ៍បង់វាយកទូរស័ព្ទរបស់អ្នកចូលខាងលើមួយម៉េចអំបញ្ញមិញនោះជាដង្កៀប70,000 យេនទៅ150,000 យេនដែលហៅថាថ្លៃណែនាំអ្នកជំនាញទីនេះជាប់រួមបញ្ចូលសំណួរនិងចម្លើយហើយបន្ទាប់មកយើងមិនបង់ប្រាក់ទេរយៈពេលយើងនឹងប្រគល់ទូរស័ព្ទរបស់យើងដោយស្មោះត្រង់តើអ្នកពិតជាអាចបញ្ឈប់ពួកយើងបានទេអ្នកនៅតែអាចចូលបានប៉ុន្តែយុទ្ធនាការបរិច្ចាគជាកាត់ប្រកិច្ចនឹងចាប់ផ្ដើមក្នុងពេលឆាប់នេះអ្នកនឹងក្លាយជាអាទិភាពចម្បងរបស់យើងយុទ្ធនាការសប្បុរសធម៌កុំឥឡូវនេះលោកស្រីជាងយ៉ាន់នៃវិទ្យាល័យឈៀងខេអ្នកបានខិតខំប្រឹងប្រែងលើការប្រឡងនេះនិមិត្តសញ្ញានៃការដឹងគុណសូមទទួលយកវាមិនទាន់ដល់ពិធីបុណ្យសែនព្រះខែទេកុំទាន់ដើរចែកនំសែនព្រះខែអីគ្រាន់តែយកពួកគេមកវិញចៅហ្វាយទាំងនេះមិនមែនជានំសែនព្រះខែធម្មតារបស់អ្នកទេហាអ្នកពិតជាមិនធ្លាប់សាកល្បងនំសែនព្រះខែសណ្ដែកសំប៉ែតទេសូម្បីតែម្ដងអូអស្ចារ្យមកទាំងនេះគឺជាទំហំសម្រាប់ឧបករណ៍មិនមែនសម្រាប់បរិភោគទេរក្សាជើងរបស់អ្នកនៅលើដីបាទខ្ញុំដឹងថ្លៃពេកខ្ញុំនឹងពិនិត្យមើលពិន្ទុរបស់ខ្ញុំនៅលើទូរស័ព្ទរបស់ខ្ញុំអ្វីដែលអ្នកទទួលបានខ្ញុំទទួលបានអូមើលទៅនៅតែជាសិស្សសៀវភៅមែនទេមិនអីទេបន្តទៅហេតើអ្នកមានគម្រោងចូលដោយរបៀបណាអ្នកធ្លាប់មកទីនេះពីមុនមកមែនទែនតែប៉ុណ្ណឹងពួកយើងបានបង់ប្រាក់នៅខាងក្រៅរួចហើយពួកយើងគ្មានលុយមួយកាក់ជាប់ខ្លួនទេឥឡូវនេះគ្រាន់តែឆ្លើយថាយល់ព្រមឬទេតើអ្នកចូលរួមឬអត់ការប្រឡងនេះពិបាកណាស់អ្នកពិតជាប្រកាសថាប៉ុណ្ណេះគ្រប់គ្រាន់ហើយមែនទេពួកយើងមានទំនុកចិត្តថាពួកយើងអាចប្រឡងជាប់ដោយខ្លួនឯងដូច្នេះសូមកុំបង្កបញ្ហាអីមើលអ្នកចោះមានទំនុកចិត្តគឺល្អហើយគ្រាន់តែកុំយំនៅពេលក្រោយទៅបានហើយហ្វាស៊ីសូមមេត្តាតាក់ប៊ិចចោះដល់ពេលប្រមូលក្រដាស់ប្រឡងហើយមុនពេលតម្រង់ជួរដើម្បីប្រគល់មូលនិធិក៏ចង់គូបញ្ជាក់ពីចំណុចសំខាន់មួយចំនួនផងដែរដោយដែលអ្នកទាំងអស់គ្នាបានដឹងហើយថាការប្រឡងវាតម្លៃគុណវុឌ្ឍកៅខៅរបស់មូលនិធិសម្រាប់សិស្សថ្នាក់ទី10គឺមានការប្រកួតប្រជែងយ៉ាងខ្លាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដូច្នេះមូលនិធិជឿជាក់ថាដើម្បីផ្ដល់កិត្តិយសដល់ទង្វើមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំទាំងនេះយើងត្រូវតែចាប់ផ្ដើមយុទ្ធនាការរៃអង្គាសប្រាក់ចុះបើពួកយើងមិនបង់ប្រាក់ហើយគ្រាន់តែប្រគល់ទូរស័ព្ទរបស់ពួកយើងតើគាត់ពិតជាអាចរារាំងពួកយើងបានមែនទេអ្នកនៅតែអាចចូលបានប៉ុន្តែឈានចូលដល់សកម្មភាពបរិច្ចាគអ្នកប្រហែលជាគោលដៅដំបូងរបស់យើងសម្រាប់អនាគតដ៏រុងរឿងរបស់ដនឈួនសូមបរិច្ចាគដោយស្ម័គ្រចិត្តពីបេះដូងហេសិស្សានុសិស្សអ្នកកំពុងឆ្ពោះទៅសាកលវិទ្យាល័យដែលជាសទ្រូងនៃសង្គមនាពេលអនាគតប្រសិនបើអ្នកមិនអាចសំបីតែបរិច្ចាគ50,000 យេនខ្ញុំនឹងសង្ស័យពីសុចរិតភាពរបស់អ្នកក្នុងនាមជាសទ្រូងនាពេលអនាគតអរគុណភេឌីរួចរាល់ហើយមែនទេប្រគល់ក្រដាស់ប្រឡងរបស់អ្នកមកចូលមកថ្នាក់បន្ទាប់អ្នកគាំទ្ររបស់អ្នកប្រជាងមុនទៅទៀតគិតមិនឥឡូវដាក់ធម្មតាទៅបើអ្នកមិនយកវាទេខ្ញុំនឹងប្រគល់វាគ្មានបញ្ហាទេអ្នកនាងតើក្តីមេត្តារបស់អ្នកណែណាអូយនាយកខ្ញុំបាត់បង់ក្តីមេត្តាអស់ហើយ
សិស្សដែលមិនខ្វល់ខ្វាយតើអ្នកមិនដឹងទេថាការប្រឡងចូលពិសេសនេះគឺជាការងារបន្ថែមក្រៅពីភារកិច្ចផ្លូវការរបស់ពួកគេប៉ុន្តែអ្នកមិនអើពើនឹងការងារបន្ថែមរបស់អ្នកគ្រប់គ្នាគ្មានក្តីមេត្តាសូម្បីតែបន្តិចនាយកខ្ញុំក្រណាស់ថ្លៃយឺតយ៉ាវអំបញ្ញមិញនេះជាប្រាក់សន្សំ3ឆ្នាំខ្ញុំតលុយហើយឥឡូវនេះលុយអីនរណាគិតលុយអ្នកយើងទទួលយកការបរិច្ចាគមិនមែនការបង់ប្រាក់ទេកុំមួបង្កាច់មូលនិធិដងនរណាគិតលុយខ្ញុំអ្នកត្រូវបានដកសិទ្ធិនាយកការចូលរៀននៅសាកលវិទ្យាល័យគឺជាក្តីសុបិនរបស់ខ្ញុំជារៀងរហូតសូមមេត្តាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតអ្នកដែលគ្មានក្តីមេត្តានឹងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទោះបីជាអ្នកចូលរៀននៅសាកលវិទ្យាល័យក៏ដោយក៏អ្នកនឹងក្លាយជាគ្រោះថ្នាក់ដល់សង្គមអ្នកកំពុងដកហូតសិទ្ធិប្រឡងរបស់អ្នកវាជាកាតព្វកិច្ចរបស់យើងចំពោះសង្គមអ្នកអាចចេញទៅឥឡូវនេះចៅហ្វាយខ្ញុំមិនដឹងថានឹងមានផ្នែកបរិច្ចាគនៅចុងបញ្ចប់ទេបើខ្ញុំដឹងខ្ញុំនឹងខ្ចីអ្វីក៏ដោយដើម្បីរ៉ាប់រងការបរិច្ចាគពេញលេញអញ្ចឹងអ្នកពិតជាមិនដឹងមែនមិនអីទេភាពល្ងងខ្លៅមិនមែនជាបទក្រិតទេមូលនិធិនឹងមិនប្រកាន់អ្នកទេតើខ្ញុំអាចប្រគល់ក្រដាស់ប្រឡងរបស់ខ្ញុំឥឡូវនេះបានទេបរិច្ចាគឥឡូវនេះការបរិច្ចាគនៅតែត្រូវការយើងក៏យល់ដែរថាលុយរបស់អ្នកកំពុងខ្វះខាតនៅពេលនេះកុំបារម្ភអីនេះណែមើលចុះកិច្ចព្រមព្រៀងបរិច្ចាគកិច្ចសន្យាទេចុះហត្ថលេខាថ្នាក់ដឹកនាំមូលនិធិបង្ហាញកម្មវិធីគាំទ្រការអប់រំថ្មីរបស់អ្នកមិនមានសេចក្តីស្រឡាញ់ទេគ្មានបញ្ហាទេយើងនឹងឲ្យអ្នកខ្ចីនាយកថ្លៃនេះខ្ពស់ពេកហើយខ្ញុំខ្លាចខ្ញុំមិនអាចសងវាបានទេអ្នកសិស្សចូលរៀននៅសាកលវិទ្យាល័យនឹងផ្លាស់ប្ដូរអនាគតរបស់អ្នកនឹងចូលរួមជាមួយដងឈួននិងដងខង Nations Alike ដល់ពេលនោះតើអ្នកមិនអាចសងក្តីស្រឡាញ់បន្តិចបន្តួចបែបនេះបានដោយរបៀបណាសិស្សពូកែដូចអ្នកត្រូវតែចូលសាកលវិទ្យាល័យទោះមានរឿងអ្វីក៏ដោយមានតែពេលនោះទេទើបអ្នកអាចផ្លាស់ប្ដូរជោគវាសនារបស់អ្នកបានកុំបំផ្លាញការរំពឹងទុករបស់អ្នកសម្រាប់ការវិនិច្ឆ័យមួយផ្លែតអ្វីមិនចុះហត្ថលេខាទេកុំល្ងងពេកខ្ញុំនឹងចុះហត្ថលេខាចាំមួយនេះកុំចុះហត្ថលេខាកម្ចីនេះគិតអត្រាការប្រាក់100ពួកគេឲ្យអ្នកខ្ចី$50,000ក្នុងរយៈពេល1ឆ្នាំអ្នកជំពាក់ពួកគេ10ដង$500,000នៅពេលការទូទាត់ចាប់ផ្ដើមចំនួននោះនឹងកើនឡើងដល់ចំនួនតារាសាស្ត្រអ្នកនឹងចំណាយពេលពេញមួយជីវិតរបស់អ្នកដើម្បីសងវាអ្វីសិស្សនេះអ្នកមិនទាន់រួចរាល់ទេសូមរក្សាភាពស្ងៀមស្ងាត់បើមិនដូច្នេះទេក្រដាស់ប្រឡងរបស់អ្នកនឹងត្រូវទុកជាមុខឆន្ទៈល្អនឹងមិនជួយសង្គ្រោះវាទេកុំអូសអ្នកដទៃចុះគ្រាន់តែដោយសារតែអ្នកមិនព្យាយាមហាសិស្សមិត្តរួមការងាររបស់យើងមិនសំហេតុសំផលទេបាទមូលនិធិ Love and Care ផ្ដល់ការលើកទឹកចិត្តពួកគេមានន័យថាជំរុញឲ្យអ្នកខិតខំធ្វើការនិងសិក្សាវាមានន័យថាផ្ដល់ភាពក្លាហានដល់អ្នកជាវិជ្ជមាននេះជាអំណោយរបស់មូលនិធិដល់អ្នកកុំយកវាទៅដោយឥតប្រយោជន៍កុំចុះហត្ថលេខាហើយមិត្តរួមថ្នាក់ខ្ញុំប្រាប់អ្នកឲ្យស្ងាត់មនុស្សខ្ញុំទេកិច្ចសន្យាទាំងនេះគឺស្រមោលអ្នកនឹងបំផ្លាញជីវិតទាំងមូលរបស់នរណាម្នាក់ខ្ញុំស្ពតខ្ញុំនឹងដាក់បណ្ដាសាអ្នកចាំសិនមិត្តរួមថ្នាក់អ្នកប្រហែលជាចង់គិតឲ្យបានហ្មត់ចត់អំពីរបៀបដែលអ្នកនិយាយរឿងនេះតើអ្នកមិនដឹងទេមូលនិធិនេះដំណើរការដោយមូលនិធិគ្រួសារដងឆុងថែវខោឆុងឈុបតបានអនុម័តវាអ្នកគ្រប់គ្នាស្គាល់គាត់លះបង់ចំពោះប្រជាជនអ្នកកំពុងនិយាយថាគាត់នឹងបំផ្លាញជីវិតនរណាម្នាក់តើនេះមិនមែនជាការបង្កាច់បង្ខូចខោឆុងឈូនិងដងឈួនខ្លួនឯងទេនេះគឺជាខាវីដែលជាមនុស្សល្ងីល្ងើរបស់ខោឆងសិទ្ធិប្រឡងរបស់អ្នកត្រូវបានដកហូតហើយចេញទៅបំណងល្អមិនអាចជួយបានទេការលុបចោលសិទ្ធិប្រឡងតាមតែអំពើចិត្តគឺមិនអាចទទួលយកបានទេអ្នកទៅរកថ្នាក់លើរបស់អ្នកនៅមូលនិធិទៅសិទ្ធិប្រឡងរបស់អ្នកត្រូវបានដកហូតហើយវាមានប្រសិទ្ធភាពចាប់ពីពេលនេះទៅអ្នកទាំងពីរចេញទៅឥឡូវនេះប្រគល់ក្រដាស់របស់អ្នកមកនោះនឹងមិនមានបញ្ហាអ្វីទេបើមិនអញ្ចឹងទេគ្មានការធានាលើលទ្ធផលរបស់អ្នកទេគ្មានការធានាលើលទ្ធផលរបស់យើងទេយើងជាបុគ្គលិកមូលនិធិនេះជាទឹកដីរបស់គ្រួសារខោអ្នកមិនធានាលទ្ធផលរបស់យើងទេចេញទៅឥឡូវនេះ
គ្រាន់តែប្រគល់ក្រដាសរបស់អ្នកមកតើនរណាកំពុងបង្កបញ្ហាប៉ុន្តែខ្ញុំគិតថាទោះបីជាខោឆេងរូដើរចូលមកថ្ងៃនេះក៏គាត់នៅតែចុះចាញ់ខ្ញុំដែរតើនរណាត្រូវឆ្លើយលោកខៅគឺជាមេឃនៃទីក្រុងភាគខាងកើតអ្នកកំពុងស្វែងរកសេចក្តីស្លាប់ហើយតើមានអ្វីលាក់កំបាំងម្ចាស់ទីក្រុងភាគខាងកើតនៅតែក្រអឺតក្រទុំអញ្ចឹងតើតាមពិតអ្នកគឺជាកូនប្រុសរបស់បងប្រុសខ្ញុំសោះយីវែងខ្ញុំទទួលស្គាល់ថាអ្នកពិតជាខ្លាំងប៉ុន្តែទោះជាអ្នកខ្លាំងយ៉ាងណាក៏ដោយតើអ្នកអាចទល់នឹងលោកខៅបានទេគាត់គឺជាមេឃនៃទីក្រុងភាគខាងកើតនេះគឺជាយីវែងដែលខ្ញុំបានប្រាប់អ្នកតាមពិតឪពុករបស់គាត់គឺជាម្ចាស់ទីក្រុងសោះមិនឆ្ងល់ទេដែលគ្មាននរណាម្នាក់ហ៊ានប៉ះគាត់នៅលើក្រដាសវាជាអង្គការសប្បុរសធម៌ជាក់ស្ដែងវាត្រូវបានគ្រប់គ្រងដោយគ្រួសារខៅរបស់អ្នកអ្វីដែលហៅថា Munity Dog Shit អាចជាសប្បុរសធម៌ទេមើលទៅហេតុការណ៍ថ្ងៃនេះត្រូវបានរៀបចំផែនការដោយអ្នកជាយូរមកហើយអញ្ចឹងថ្ងៃនេះវាអញ្ចឹងតើវាត្រូវបានរៀបចំជាយូរមកហើយលោកម្ចាស់វ័យក្មេងខ្ញុំសូមសារភាពខ្ញុំបានកំណត់គោលដៅលើអ្នកប្រសិនបើអ្នកមិនបានឈ្នះផ្កាដ៏ធំបំផុតទេអ្នកច្បាស់ជាមានទេពកោសល្យមិនធម្មតាប៉ុន្តែបែរជាខ្លាញ់បន្លំការប្រឡងស្តង់ដារទៅវិញលេងតាមច្បាប់ហើយទទួលបានសញ្ញាបត្ររបស់យើងដោយយុត្តិធម៌ទៅមុខចុះយ៉ាងម៉េចមានបញ្ហាអីមែនទេហាចម្លើយបញ្ហាធំតើអ្នកពិតជាគិតថាការប្រឡងស្តង់ដារមានភាពខុសប្លែកពីការរត់ជាមួយក្រុមទំនើងមែនទេនោះជាពិភពពិតអ្នកជានរណាអ្នកស្គាល់នរណាតែងតែមានទាំងក្នុងឬក្រៅប្រព័ន្ធដូចរាល់ដងអនុញ្ញាតឲ្យខ្ញុំបញ្ជាក់ឲ្យច្បាស់ការប្រឡងដូចនេះយើងខ្វះខាតសាច់ប្រាក់ដូច្នេះយើងបានប្លន់កន្លែងចូលរៀនដោយមិនដឹងខ្លួនហេលោកឌីអនអត់មានលុយទេអ្នកធ្វើការឲ្យខ្ញុំមិនមានសំណួរអ្វីទាំងអស់យុទ្ធធរទេប្រកាសណាស់ប្រាក់ខែច្រើនជាងមុនពេលអំណាចអ្វីផ្សេងទៀតនឹងរលីបាត់អាឡាកុំខ្ជះខ្ជាយដង្ហើមលើគាត់ហ៊ានឆ្លងកាត់គ្រួសារឈាវគាត់ដឹងថាថ្ងៃនេះនឹងមកដល់មកលោកឲ្យអ្នកគិតថាពិភពពិតគឺជាការប្រណាំងតើអ្នកកំពុងធ្វើអ្វីប្រាប់អ្នកស្ទើរតែមិនស័ក្តិសមនឹងយេហ្វិនទេតើអ្នកគិតថានេះជាការលេងរបស់ក្មេងមែនទេខ្ញុំជាម្ចាស់ទីក្រុងខាងកើតខ្ញុំកំពុងទម្លាក់គាត់ខ្ញុំមានវិធីរាប់មិនអស់ល្អលោកគ្រូខៅជុននេះបានវាយប្រហារបុគ្គលិកមូលនិធិ East City របស់យើងហើយបានបង្កាច់បង្ខូចមូលនិធិថាជាអំពើពុករលួយនិងកេងប្រវ័ញ្ចចំពោះសិស្សអូគាត់បំពានច្បាប់បែបនេះយោងតាមបទបញ្ញត្តិទីក្រុងខាងកើតសិស្សដូចអ្នកសុំនឹងទទួលបានការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងតើមានអ្នកណាទៀតនៅជាមួយគាត់ហើយក្មេងតូចនោះលោកសងខូគាត់គ្រាន់តែជាអ្នកប្រឡងប៉ុណ្ណោះមិនដែលជួបគាត់ពីមុនមកទេមិនមានអ្វីតាក់ទងនឹងខ្ញុំទេអ្នកច្បាស់ជាសិស្សពូកែនៅឲ្យស្រួលត្រីស្បែកការនៅទីនោះឃ្លាតឆ្ងាយពីអ្នកបង្កបញ្ហានេះឥឡូវនេះតើអ្នកកំពុងលេងសាច់មែនទេយើងទើបតែជួយសង្គ្រោះជីវិតអ្នកសុំទោសមិនអីទេរក្សាសម្លៀកបំពាក់ពណ៌របស់អ្នកឲ្យស្អាតបើមិនដូច្នេះទេចាំសិនឈាមហៀបនឹងប្រឡាក់លើអ្នកហើយវានឹងមិនលាងចេញទេយីហ្វានអ្នកនឹងមិនទទួលស្គាល់ទេល្អឥឡូវនេះអ្នកកំពុងនិយាយតបវិញលោកខោដាក់ទោសអ្នកដោយសារតែមូលនិធិរបស់អ្នកធ្វើសកម្មភាពមុនការចាប់ខ្លួនអ្នកគឺតាមច្បាប់ទល់ដោយកម្លាំងបាយវានឹងមិនចប់ដោយល្អទេអាល្ងងគុំរឹងរូពេកចាំបន្តិចនៅក្បែរលោកម្ចាស់ខៅគឺយូស៊ួនដែលជាអ្នកសម្លាប់ដៃប្រឡាក់ឈាមគាត់ជាប់ចំណាត់ថ្នាក់ក្នុងចំណោមកម្ពុជាទាំង5នៅលើចំណាត់ថ្នាក់ So Battle Combat ហើយអ្នកណាដែលគាត់វាយប្រហារនឹងស្លាប់ភ្លាមសម្រួលអារម្មណ៍គ្រាន់តែមានគ្នាតិចតួចប៉ុណ្ណោះគេមិនមែនជាគូប្រកួតរបស់ខ្ញុំទេនៅតែអួតដោយមិនចេះខ្មាស់អ៊ីនទៀតតើអញពិតជាគិតថានេះជាការប្រកួតរុញគ្នានៅសាលារៀនមែនទេ
អញលុតជង្គង់ឥឡូវនេះសុំទោសខ្ញុំហើយសន្យាថានឹងចាក់ចេញពី Lily of the Valley ហើយខ្ញុំនឹងលើកលែងឲ្យឯងដូចពីមុនអញ្ចឹងអ្នកទាំងអស់គ្នាដោយដៃម្ខាងខ្ញុំនឹងចាត់ការពួកគេដៃម្ខាងគ្រប់គ្រាន់ហើយខ្ញុំនឹងចាត់ការវាមួយនាទីកុំបារម្ភគ្រាន់តែមើលទៅអាក្មេងនេះហួសហេតុពេកហើយពូយាចាត់ការទៅបង្ហាញគេថាតែងតែមានអ្នកដែលពូកែជាងអស់ចាជាងអូអញលែងជាក្មេងទៀតហើយរកការងារត្រឹមត្រូវធ្វើទៅឥឡូវនេះរស់នៅដោយស្មោះត្រង់ឈប់ពាក់ព័ន្ធជាមួយពួកក្មេងទំនើងទៅខ្ញុំគិតថាតែម្ខាងទម្លាក់ដាវរបស់អ្នកសម្រាប់ដៃប្រឡាក់ឈាមគេបានទោនឹងមនុស្ស100នាក់នៅវិទ្យាល័យយូនិនដោយដៃម្ខាងខ្ញុំមិនជឿទេរហូតមកដល់ពេលនេះពាក្យចាំអារ៉ាមគឺពិតមានអ្នកណានៅខាងក្រៅទៀតទេអញ្ចឹងចូលមកខ្ញុំមិនសូវមានពេលទេឈួតមែនចូលទាំងអស់គ្នាចាប់វាអ្នកណាហ៊ានធ្វើបែបនេះអ្នកណាកំពុងបញ្ជាគេឯងនេះគឺហួសហេតុពេកហើយក្រុមបានតែងតាំងអ្នកជាអ្នកគ្រប់គ្រងគម្រោងហើយបានផ្ដល់រថយន្តនោះឲ្យអ្នកនេះគឺជាអាទិភាពនៃការប្រឡងមូលដ្ឋានតើអ្នកកំពុងធ្វើអ្វីខ្ញុំមិនបានបំពានច្បាប់ណាមួយទេគ្រាន់តែក្មេងនេះគេមិនគោរពខ្ញុំតតែសោះខ្ញុំគ្រាន់តែចង់កែតម្រូវគេប៉ុណ្ណោះលោកជីគាត់មិនត្រឹមតែវីគ្រូទេគាត់មិនគោរពយើងទេហើយគ្រូសាខោថែមទាំងមើងងាយក្រុមហ៊ុននេះទៀតផងប៉ុន្តែសូមធានាខ្ញុំនឹងធ្វើឲ្យប្រកាសថាគាត់រៀនមេរៀនរបស់គាត់យោពមកូនប្រុសអ្នកគឺជាព្រះអង្គម្ចាស់នៃក្រុមហ៊ុននេះមែនទេដូច្នេះអ្នកគឺចុះអ្នកជាអ្នកណាព្រះអង្គម្ចាស់នៃក្រុមហ៊ុននេះមិនឆ្ងល់ទេដែលគាត់និយាយថាវាមិនសមនឹងការវិឆ្មក់នៅទីនោះទេខ្យល់អាកាសបរិសុទ្ធនរណាម្នាក់ដែលយើងមិនអាចឆ្លងកាត់បានអ្នកស្នងមរតករបស់ក្រុមហ៊ុននេះអ្នកពិតជាបានបង្ហាញខ្ញុំពីព្រះអង្គម្ចាស់នៃក្រុមហ៊ុននេះកូនប្រុសសូមអញ្ជើញមកមិនត្រូវការអ្នកនៅទីនេះទេពិតមែនអញ្ចឹងយប់ជ្រៅហើយគ្រូសាខោគឺល្អបំផុតទី2ដូច្នេះបានវិនិយោគហើយអ្នកមិនយល់ថាខ្ញុំកំពុងការពារពួកគេនៅពេលនេះទេពួកគេបាត់អស់ហើយភាពវឹកវរនឹងផ្ទុះឡើងនៅទីនោះម្ដងទៀតខ្ញុំសង្ស័យថាក្រុមហ៊ុន Gunyard អាចឈានជើងចូលនិងធ្វើឲ្យមានស្ថិរភាពថ្មីនេះក្រុម Sun Ghost បន្តញុះញង់យើងហើយចង់យើងទាំងស្រុងហើយគ្មានអ្វីដូចអ្នកទេសូម្បីតែចិត្តស្និទ្ធសម្រាប់មុនគ្មានសំណួរសួរទេបើគ្រូសាខោត្រូវបានគេស្អប់ជាសកលខ្ញុំខោឈួនសារភាពលោកម្ចាស់វ័យក្មេងយីព្រះអង្គម្ចាស់សូមទុកជីវិតគ្រូសាខោផងលោកគ្រូយីខ្ញុំមិនដឹងថាអ្នកជាលោកម្ចាស់វ័យក្មេងនេះតតែសោះបើខ្ញុំដឹងខ្ញុំមិនហ៊ានទេសូម្បីតែមានជីវិត10ក៏ដោយខ្ញុំមិនហ៊ានឆ្លងកាត់អ្នកទេសូមទុកជីវិតខ្ញុំផងសូមទុកជីវិតខ្ញុំផងទុកជីវិតខ្ញុំផងដើម្បីព្រះតើអ្នកនឹងទុកជីវិតខ្ញុំទេคล้ายនោះគឺ Group Express អ្នកមិនអាចคล้ายបានទេលោកគ្រូយីដល់ពេលហើយលោកអញ្ចឹងតើអ្វីទាំងអស់ដែលបានកើតឡើងដោយសារតែកូនប្រុសរបស់ខ្ញុំមិនដឹងថាអ្នកជានរណាហើយធ្វើឲ្យអ្នកអន់ចិត្តមែនទេលោកគ្រូយីអ្នកបានដាក់ទណ្ឌកម្មគាត់រួចហើយឥឡូវនេះយើងសូមអង្វរអ្នកសូមទុកជីវិតគ្រូសាខោផងទុកជីវិតខ្ញុំកំពុងកាត់បន្ថយភាពយឺតយ៉ាវរបស់អ្នកប៉ុន្តែអ្នកកាត់បន្ថយភាពយឺតយ៉ាវរបស់សិស្សទាំងអស់ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកតើនរណាកំពុងកាត់បន្ថយភាពយឺតយ៉ាវរបស់ពួកគេអ្នកកំពុងកេងប្រវ័ញ្ចពួកគេតើអ្នកមានមនុស្សធម៌ទេអ្នកបិទមាត់ខ្ញុំរត់ជាមួយឧក្រិដ្ឋកម្មដែលបានរៀបចំនៅពេលនេះមិនកើតឡើងទេរឿងមិនពិតតែភាពសម្រុំមានន័យយ៉ាងណាចំពោះអ្នកក្រុមហ៊ុនយីមិនមែនស្អាតឥតខ្ចោះយើងបានបង្កើតកេរ្តិ៍ឈ្មោះជាសកលអញ្ចឹងម៉េចអ្នកមាន Tender ឆ្អឹងក្នុងពណ៌ទឹកក្រូចលេងហ្គេមផែនការកសិការរបស់ដងឆេងដំណើរការប្រព័ន្ធអប់រំទាំងមូលការប្រែក្លាយអនាគតរបស់សិស្សទៅជាប្រាក់ចំណេញបង្ហាញពីការមើលងាយទាំងស្រុងចំពោះភាពយុត្តិធម៌ជាវសួនហេបតការប្រតិបត្តិប្រាប់សាច់ញាតិការជាប់ពន្ធនាគារអស់មួយជីវិតក្រុមអ ுக ្រិតជនរបស់ Lemonhead ជាវ King អ្នក Day One បុករួមទាំងមេក្រុមបងធំតាមសាលាជាង30នាក់ទៅកាន់កន្លែងអប់រំកែប្រែបណ្ឌិតសភាប្រឡងដងឆេង
សេងដេខេនិងគ្រូបង្រៀនជាង300នាក់ត្រូវបានឃាត់ខ្លួនដើម្បីដោះស្រាយភាពវឹកវរនិងប្រន្ទាទោសតាមច្បាប់ពេលវេលាពិតជាដើរលឿនមែនគ្រាន់តែអញ្ចឹងយើងជានិស្សិតបញ្ចប់ការសិក្សាតើអ្នកកំពុងនិយាយអ្វីទៅកាន់អ្នកលេងថ្មីយើងមិនកិនពួកគេអាក្រក់ពេកទេអ្វីបានផ្លាស់ប្ដូរយ៉ាងណាលេងថែនវាមានរយៈពេលជាង1ឆ្នាំហើយសប្បាយចិត្តណាស់ដែលបានជួបអ្នកមានសរសៃប្រសាទអ្នកបានប្រឡងជាប់យូរហើយនៅសាលារួចហើយអ្នកផ្សេងទៀតវាសៀវភៅខណៈពេលដែលអ្នកជប់លៀងអូបាតតើអ្នកណាអាចសប្បាយចិត្តនឹងរឿងនោះខ្ញុំកំពុងរុញគំនិតខ្លះឬចេញមានបញ្ហាអ្វីគឺខ្ញុំរៀងខ្លាចកុំបារម្ភជាមួយនឹងកម្រិតបច្ចុប្បន្នរបស់អ្នកការចូលរៀននៅមហាវិទ្យាល័យនឹងក្លាយជារឿងមួយមិនអីទេអ្នកទៅញ៉ាំវាតោះទៅមួយគ្រាប់ផ្លាស់ទីដកដៃចេញបងប្រុសវែងមិននៅទីនេះទេតើអ្នកណាប្រាប់អ្នកឲ្យដោះចំណងអ្វី